នៅក្នុងវីដេអូទី1លោកគ្រូបានសិក្សារួចហើយអំពីរបៀបនៃការ unblock macro របស់កម្មវិធី Excel ដែលជាកម្មវិធីគ្រប់គ្រងបន្ទុកសិស្សរបស់យើងអញ្ចឹងនៅពេលដែលបើកចេញមកជំហានបន្ទាប់នោះគឺលោកគ្រូអាចធ្វើការបញ្ចូលនៅព័ត៌មានរបស់សិស្សអញ្ចឹងដើម្បីធ្វើការបញ្ចូលនៅព័ត៌មានសិស្សបានគ្រូគាត់នឹងចុចទៅលើព័ត៌មានសិស្សមកបាទចុចទៅលើព័ត៌មានសិស្សបន្ទាប់មកគ្រូអាចធ្វើការវាបញ្ចូលអញ្ចឹងអ្វីដែលគ្រូវាបញ្ចូលគឺវាបញ្ចូលជាលក្ខណៈអត្តលេខនៅកន្លែងនេះគឺអត្តលេខកូដនាមភេទចំពោះភេទនេះលោកគ្រូអាចធ្វើការជ្រើសរើសបាទភេទប្រុសឬក៏ភេទស្រីឬក៏វាបញ្ចូលអក្សរបឬអក្សរសក៏បានដែរករណីបើលោកគ្រូបញ្ចូលទៅខុសពីនឹងគឺវាបានដូចគ្នាប៉ុន្តែគ្រាន់តែថាវារាប់អត់ដឹងថាទិន្នន័យប្រុសប្រមាណស្រីប្រមាណអញ្ចឹងទៅចំពោះថ្ងៃនេះគឺបញ្ចូលថ្ងៃខែឆ្នាំកំណើតសូមបញ្ជាក់ថាថ្ងៃខែឆ្នាំកំណើតគ្រូសូមទៅមើលកន្លែងនេះបាទសូមទៅមើលនៅលើការបរិច្ឆេទនៅលើកុំព្យូទ័ររបស់លោកគ្រូថាកន្លែងនេះតើចាប់ផ្ដើមដោយខែមុនឬក៏ថ្ងៃមុនឧទាហរណ៍ថាកុំព្យូទ័ររបស់ខ្ញុំនេះគឺចាប់ផ្ដើមពីខែមុនថ្ងៃទីមុនអញ្ចឹងថ្ងៃទី30ខែ10ឆ្នាំ2025អញ្ចឹងពេលលោកគ្រូវាបញ្ចូលលោកគ្រូអាចបញ្ចូលថាថ្ងៃទី30ឧទាហរណ៍ថាឥឡូវខ្ញុំធ្វើការបញ្ចូលឧទាហរណ៍មួយឧទាហរណ៍ដល់ខ្ញុំដាក់ថា12 1 2 3 4 5ចុះបាទបន្ទាប់មកវាឈ្មោះថាបាទខ្ញុំដូរនុតមករាចុះបាទមករាភេទប្រុសថ្ងៃខែឆ្នាំកំណើតលោកគ្រូអាចបញ្ចូលមកគឺបញ្ចូលដោយសារតែកុំព្យូទ័ររបស់ខ្ញុំគឺជាប្រភេទថ្ងៃទីចាប់ដើមមុនបន្ទាប់មកខែបន្ទាប់មកឆ្នាំអញ្ចឹងខ្ញុំបញ្ចូលដូចគ្នាគឺឧទាហរណ៍ថាកើតថ្ងៃទី2ខែ12ឆ្នាំ1990 1993តបមកសាលាបាទអញ្ចឹងនៅពេលលោកគ្រូបញ្ចូលមកគឺនៅពេលដែលគ្រូដក cursor ចេញគឺកន្លែងនេះគឺនឹងវា format ទៅអញ្ចឹងវិញបាទដើម្បីឲ្យលោកគ្រូស្រួលក្នុងការមើលហើយតកតងនឹងកន្លែងអាយុនេះគឺវានឹងលោតចេញអញ្ចឹងមានន័យថាការបញ្ចូលការបរិច្ឆេទនេះគឺត្រឹមត្រូវហើយបន្ទាប់មកលោកគ្រូអាចធ្វើការបញ្ចូលមកឧទាហរណ៍ថាមកពីសាលាណាចេះដាក់ឧទាហរណ៍ថាសាលាត្រាក់សាលាមកពីឧទាហរណ៍ថាកំពង់ព្រៀងអីចឹងទៅបាទតបមកភូមិគ្រូបញ្ចូលភូមិមកឃុំមកស្រុកខេត្តហើយទីលំនៅសពថ្ងៃនេះក៏នៅភូមិណាឃុំណាស្រុកណាខេត្តណាឈ្មោះឪពុកម្ដាយឈ្មោះមុខរបរឈ្មោះឪពុកមុខរបរឈ្មោះម្ដាយមុខរបរលេខទូរស័ព្ទបាទលេខទូរស័ព្ទនេះលោកគ្រូអាចកត់ទៅលើលេខបន្តខ្លួនរបស់គាត់ក៏បានលេខអាណាព្យាបាលក៏បានផ្សេងចឹងកន្លែងផ្សេងនេះគាត់ប្រភេទជាសិស្សទ្រូឬក៏សិស្សបោះបង់អញ្ចឹងភាគច្រើនកន្លែងនេះគឺអាចទំនេរចោលក៏បានដែរហើយទូនាទីគាត់ទូនាទីជាអ្វីគាត់ទូនាទីជាប្រធានឬក៏អនុប្រធានឬក៏អនុប្រធានទី1ឬអនុប្រធានទី2ឬក៏សមាជិកចឹងអាចរើសទូនាទីកន្លែងនេះបើលោកគ្រូអត់ត្រូវការវេនសម្អាតទេលោកគ្រូមិនបាច់ចាំរើសទេជនជាតិបាទបញ្ចូលមកបើខ្លាយតាមព័ត៌មានចាប់ពីនេះទៅគឺអត់បញ្ចូលក៏បានដែរគ្រាន់តែថាយើងអត់មានព័ត៌មាននៅក្នុងសៀវភៅសិក្ខាការិកតែប៉ុណ្្នឹងឯងដើម្បីចម្លងអញ្ចឹងការបញ្ចូលបន្ទុកសំទោសការបញ្ចូលនៅព័ត៌មានរបស់សិស្សគ្រូធ្វើការបញ្ចូលមករហូតដល់អស់មកបាទរហូតដល់អស់មកហើយបញ្ជាក់ថាកម្មវិធីនេះគឺបញ្ចូលបានត្រឹមតែ70នាក់ទេបាទច្រើនណាស់ប៉ុណ្ណឹងច្រើនណាស់70នាក់គឺច្រើនហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាលោកគ្រូនឹងយល់ហើយវីដេអូបន្តយើងនឹងសិក្សាបន្តទៀតថាយើងនឹងសិក្សាអំពីរបៀបនៃការទាញយកបញ្ជីឈ្មោះព្រោះយើងទាញអានេះទៅក៏អត់បានដែរអញ្ចឹងយើងត្រូវការរបៀបនៃការទាញយកបញ្ជីឈ្មោះតើបញ្ជីឈ្មោះហ្នឹងយើងទាញយកយ៉ាងម៉េចអញ្ចឹងសូមជួបគ្នានៅវីដេអូបន្តសូមអរគុណ